តោះទៅមើលពីវិធីកាត់តបែបងាយគឺងាយស្រួលខ្លាំងខ្ញុំកាត់តបែបងាយឥឡូវខ្ញុំនេះយើងចុចចូលមកក្នុងកម្មវិធីយើងចូលក្នុងកម្មវិធីទូរស័ព្ទរបស់យើងហើយយើងចូលក្នុងកម្មវិធីមកហើយទៅអ្វីដែលយើងត្រូវមានយើងត្រូវទៅ download KineMaster ហ្នឹងហើយយើងកាត់តយើងត្រូវការ KineMaster អញ្ចឹងយើងទៅ download KineMaster មួយមកដូចក្នុងរូបទូរស័ព្ទរបស់ខ្ញុំខ្ញុំមាន KineMaster នេះ KineMaster ខ្ញុំមាន KineMaster ខ្ញុំមាន crop video ហើយខ្ញុំមាន Canva គឺយើង KineMaster រួចហើយគឺយើងមកកន្លែង crop video នេះគឺយើងកាត់វីដេអូយើងថាយើងចង់បានឲ្យវារាងធំវារាងតូចរាងអីអញ្ចឹងណាហើយទៅ Canva ហ្នឹងគឺសម្រាប់យើងthumbnail រូបភាពនិយាយទៅគឺរូបដែលយើងតាំងនៅលើវីដេអូរបស់យើងចង់បានរូបបែបល្អអញ្ចឹងយើងយករូបបែបល្អឬយករូបរបស់យើងទៅដាក់នៅលើវីដេអូយើងចូលទៅ Canva ដើម្បីបានរូបភាពនឹងមកឥឡូវយើងចូលទៅ KineMaster ខ្ញុំចូលមក KineMaster ហើយយើងចុចអា4ជ្រុងកណ្ដាលគេ4ជ្រុងហ្នឹងវាចេញអញ្ចឹងហើយទៅវាចេញរូប3ហ្នឹងចេញ3ហ្នឹងមាន 16.9 9.16 1.1 ខ្ញុំភាគច្រើនខ្ញុំយក 1.1 ខ្ញុំអត់សូវចេះដាក់រូបអស់ហ្នឹងខ្ញុំអត់សូវចេះខ្ញុំចេះរូប 1.1 អញ្ចឹងវាចេញ 1.1 ហើយវាចេញវីដេអូយើងជ្រើសរើសហើយអញ្ចឹងខ្ញុំជ្រើសរើសវីដេអូមួយខ្ញុំចុចចូលកន្លែងកាមេរ៉ាគឺជាកន្លែងវីដេអូដែលយើងមិនទាន់បានកាត់ហ្នឹងគឺសិតតែវីដេអូ original វីដេអូអត់កាត់ណាអញ្ចឹងខ្ញុំជ្រើសរើសយកវីដេអូមួយអញ្ចឹងខ្ញុំរើសយកមួយណាក៏បានដែរខ្ញុំរើសយកវីដេអូមួយមើលវីដេអូសិនយកវីដេអូហ្នឹងក៏បានដែរយកវីដេអូមួយហ្នឹងវីដេអូហ្នឹងខ្ញុំថតលេងអូវែងទៀតខ្ញុំយកវីដេអូមួយហ្នឹងចុចគ្រីសមកអូខេហើយយើងចុចនេះសញ្ញាឲ្យវីដេអូហ្នឹងដើរយើងចុចឲ្យវា play វីដេអូនេះវាដើរសញ្ញាវីដេអូហ្នឹងដើរហើយទៅខ្ញុំអត់ចង់បានទេកន្លែងហ្នឹងព្រោះវាអត់ច្បាស់អញ្ចឹងឬមួយក៏សំឡេងអត់ល្អឬមួយក៏រូបភាពអត់សូវស្អាតអញ្ចឹងខ្ញុំត្រូវកាត់ចោលខាងហ្នឹងចោលខ្ញុំកាត់ចោលតំណឹងពេលយើងកាត់ចោលយើងចុចលើរូបពឹបរូបហ្នឹងគឺយើងអូសទៅណាក៏បានដែរនេះយើងយកដៃរបស់យើងអូទៅខាងណាក៏បានដែរហើយវាដើរមកកន្លែងណាដែលយើងអត់ស្រឡាញ់យើងឈប់វានេះអាគ្រីសកដាលហ្នឹងសម្រាប់កាត់ឲ្យយើងចុចចំណាយវាកាត់តំណឹងហើយអាកដាលហ្នឹងហើយទៅខ្ញុំចង់កាត់ខាងនោះចោលខ្ញុំអត់យកអញ្ចឹងខ្ញុំចុចពឹបលើរូបហ្នឹងវាចេញកត្រៃចុចកន្លែងកត្រៃពឹបហើយវាមានរូបនេះរូបកត្រៃទៅខាងឆ្វេងកាត់ខាងឆ្វេងរូបកត្រៃទៅខាងស្ដាំគឺកាត់ខាងស្ដាំហើយបើសិនបើយើងហ្នឹងហើយយើងកាត់ខាងហ្នឹងយើងចង់កាត់ខាងណាគឺយើងចុចរូបកត្រៃខាងនោះទៅឥឡូវខ្ញុំចង់កាត់ខាងនោះខ្ញុំចុចកត្រៃខាងនោះលើគេពឹបកាត់បាត់ហើយឃើញអត់ពីកាត់បាត់ហើយទៅបន្តមកទៀតយើងឲ្យវីដេអូយើងលេងបន្តយើងចង់បានកន្លែងណាក៏បានដែរបន្តមកទៀតខ្ញុំអត់ចង់បានទេហាកដាលហ្នឹងខ្ញុំអត់ចង់បានប្លោះកដាលហ្នឹងទេខ្ញុំចុចពឹបចុចកត្រៃដាលហ្នឹងដូចអត់សូវល្អអញ្ចឹងសាកមើលខ្ញុំមើលចាំមើលតិចទៀតខ្ញុំត្រូវកាត់ចោលឬអត់អញ្ចឹងចុចកដាលសិនហើយហ្នឹងគឺយើងគ្រាន់តែផ្អាកសិនទេចុចកដាលបន្តមកទៀតយើង play វាយើងឲ្យវាដើរបន្តខ្ញុំអត់ចង់បានកន្លែងហ្នឹងទេខ្ញុំអត់ចង់បានកដាលហ្នឹងទេអញ្ចឹងត្រូវកាត់ត្រឹមណាកាត់ខ្ញុំអត់ចង់បានច្រើនខ្ញុំអត់ចង់កាត់ច្រើនទេខ្ញុំចង់កាត់បន្តិចនេះកាត់បន្តិចហ្នឹងយើងដាក់បន្តិចហ្នឹងមកឃើញអត់ឃើញវាបន្តិចនៅត្រឹមសញ្ញាក្រហមហ្នឹងទៅបន្តិចទេចុចកត្រៃពឹបមកគេចេញរូបកត្រៃយើងចុចកត្រៃយើងចង់កាត់ខាងណាយើងចង់កាត់ខាងនោះគឺយើងកាត់ខាងនោះទៅពឹបបាត់ទៀតហើយឃើញអត់តមកទៀតយើងឲ្យវាដើរបន្តហើយយើងឧទាហរណ៍យើងអូមកនេះមកយើងកន្លែងហ្នឹងថតរូបផ្លែទៀបហើយទៅវាអត់សូវល្អអញ្ចឹងខ្ញុំត្រូវកាត់ចោលពឹបពឹបមកចុចកដាលសិនពឹបចូលមកឲ្យវាដើរបន្តយើងមើលទៅយើងមើលថាកន្លែងណាល្អយើងចុច stop យើងឃើញថាកន្លែងហ្នឹងគឺល្អយើងចង់ទុកអញ្ចឹងយើងចុចពឹបកន្លែងហ្នឹងយើងកាត់ត្រឹមណាដែលយើងអត់ចង់បានយើងកាត់ទៅខាងនោះរូបកត្រៃទៅខាងណាគឺយើងកាត់ខាងហ្នឹងឧទាហរណ៍ថានេះកត្រៃពីមានទៅខាងណាខាងនេះឧទាហរណ៍ថាយើងច្រឡំដៃចុចពឹបលុបខាងនេះបាត់យើងត្រូវធ្វើម៉េចយើងត្រូវតែចុចថយក្រោយឡើងវិញនេះអាសញ្ញាកវងនេះវាឲ្យយើងចុចថយក្រោយវិញបានយើងចុចពឹបវាមកវិញហើយអត់អីទេអញ្ចឹងវីដេអូយើងបាត់ឯងយើងគឺភ្លាមអញ្ចឹងយើងយកវិញបានកុំឲ្យតែយូរទេ
តែយើងចុចខុសយើងចុចម្ដងទៀតនេះយើងចុចកាត់ទៅខាងនោះប៉បខ្ញុំកាត់ចោលខាងនោះបាត់ហើយហើយទៅគឺបែបហ្នឹងឯងកាត់តយើងកាត់ហើយបើដល់ចុងបញ្ចប់ហើយណាយើងអត់ចង់បានទៀតកន្លែងខាងហ្នឹងយើងចង់បាននេះខ្ញុំចង់កាត់វាចោលខាងហ្នឹងកាត់តាមហ្នឹងកាត់ខាងហ្នឹងចុចរូបកន្ត្រៃពឹបមកខ្ញុំកាត់ខាងហ្នឹងពឹបហើយវារូបភាពបាត់ដែលយើងចង់បានហើយយើងលែងកាត់វាទៀតហើយអញ្ចឹងយើងត្រូវយើងទៅដាក់ background ណោះយើងចង់ដាក់ background ដាក់ពណ៌ដើម្បីយើងអាសេអសយើងចង់ដាក់ពណ៌ខាងលើខាងក្រោមហ្នឹងយើងចង់អាសេអសទៅវាមើលទៅឃើញស្អាតហើយច្បាស់អញ្ចឹងយើងត្រូវចុច layer នេះ layer រូបស្អីគេប្រទេស3ផ្នត់ហ្នឹងយើងចុចហ្នឹងមក layer pub layer pub វាចេញ image ហ្នឹងរូបភាពហ្នឹងហើយយើងចុចឡើងរូបភាពហ្នឹងវិញមកតមកទៀតវាឃើញរូបភាពអញ្ចឹងហើយតែយើងមិនមែនយករូបភាពទេយើងមកយក background នេះគេដាក់អក្សរ background ភាសាអង់គ្លេសគេដាក់ background ហ្នឹងហើយទៅយើងចុចលើ background ហ្នឹង pub វាចេញពណ៌ហើយវាចេញពណ៌យើងជ្រើសរើសយើងចង់ដាក់ពណ៌អីខ្ញុំចង់ដាក់ពណ៌លឿង pub ដាក់ពណ៌លឿងហើយវាចេញពណ៌លឿងហើយនេះវាចេញពណ៌លឿងហើយចុចគ្រីសពេលដែលយើង video player គឺវាដាក់នេះពណ៌លឿងហ្នឹងហើយទៅពណ៌លឿងហ្នឹងគឺយើងចង់យើងយកដៃទាញវាឲ្យទៅធំតាមតែចិត្តយើងទាញវាឲ្យពេញក្រោមវីដេអូយើងមកវាអូសវាមកដាក់ក្រោមមកយើងពួកយើងចង់ដាក់វាឲ្យស្មើនឹងវីដេអូយើងថតហ្នឹងមកយើងដាក់បែបហ្នឹងមកដើម្បីអាសេអសទៅស្អាតយើងចង់អាសេអសហ្នឹងបើសិនបើយើងចង់អាសេអសដូចវីដេអូអីមួយដែលយើងចង់អាសេហើយយើងត្រូវអូសវានេះពេលយើងដាក់ background ហ្នឹងហើយពណ៌ហ្នឹងហើយយើងដាក់ពណ៌ហ្នឹងហើយយើងអូសវារហូតទៅចប់វីដេអូហ្នឹងมันវានៅរហូតដល់ចប់ដែរបើយើងដាក់មកកណាត់វានឹងពាក់កណ្ដាស់វីដេអូយើងបាត់ដែរចឹងអូចប់ឥឡូវចប់ហើយខ្ញុំអូចប់ហើយឧទាហរណ៍ថាយើងចង់ដាក់ខាងលើទៀតយើងចង់ដាក់ខាងលើដាក់ពណ៌ខាងលើទៀតយើងចុចទៅ layer ទៀត image ទៀត background ម្ដងទៀតហើយយើងរើសពណ៌យើងយកពណ៌លឿងដូចគ្នាព្រោះមួយលឿងមួយអត់លឿងមិនត្រូវហើយចុចគ្រីសមកនេះពណ៌យើងចុចយកដៃប៉ះវាមកវាចេញឲ្យយើងទាញហើយអញ្ចឹងយើងទាញទៀតទាញវាពេញមកពេញឲ្យក្រោមយើងមកហ្នឹងហើយទៅយើងអូសវាដាក់នៅលើយើងធ្វើសេនតិចឲ្យលើនេះដាក់នៅលើយើងដាក់ប៉ុណ្ណាយើងចង់បាំងប៉ុណ្ណាក៏បានដែរដាក់ជើងមកវាលឿងទាំងលើទាំងក្រោមហើយឧទាហរណ៍ថាយើងយកដៃទាញវាទៀតទាញវាចប់សិនទាញចូលមកចប់វីដេអូយើងមកវានៅដល់ចប់វីដេអូយើងដែរបើយើងទាញពាក់កណ្ដាលវានៅពាក់កណ្ដាលចប់ហើយចប់វីដេអូយើងអូខេចប់ហើយឧទាហរណ៍ថាពណ៌លឿងនឹងយើងអត់ស្រឡាញ់ទេចង់ដូរពណ៌អូខេចុចលើពណ៌នឹងមកនេះវាចេញពណ៌ឲ្យរ៉េ4ជ្រុងនឹងយើងចុចពណ៌ពឹបចង់បានពណ៌អីគេចង់បានពណ៌ខៀវចុចពណ៌ខៀវពឹបគ្រីសពឹបចេញពណ៌ខៀវបាត់ហើយនេះចេញពណ៌ខៀវហើយឃើញចេញពណ៌ខៀវហើយអាក្រមឬខ្លីទាញវែងតិចអូខេចេញពណ៌ខៀវឥឡូវខៀវអាក្រមលឿងដូចអត់សមទេអញ្ចឹងចង់ដូរទាំងពីរចុចកន្លែងពណ៌លឿងនឹងទៀតពឹបនេះវាចេញសញ្ញាលោតអញ្ចឹងមកយើងចុចកន្លែងការ៉េពណ៌នឹងទៀតចុចពណ៌ខៀវដូចគ្នាពឹបខៀវទាំងពីរឃើញខៀវហើយខៀវរហូតអញ្ចឹងយើងមើលទៅយើងពេញចិត្តតមកទៀតយើងចង់អាសេអសនៅលើទាំងពណ៌ខៀវរបស់យើងត្រូវតែចុច layer pop យើងចុចអក្សរ text នេះ T អក្សរ T ធំហ្នឹងអក្សរ T ធំហ្នឹងយើងចុចវាមកយើងចង់អាសេអីក៏បានដែរវាចេញទៅអាសេអក្សរហើយអញ្ចឹងខ្ញុំទៅសេអក្សរខ្ញុំអាសេ I love you សេពាក្យងាយសេពាក្យងាយឲ្យមើលលឹបខ្ញុំចុច I love you ចាញ់នេះអក្សរវាលោតមកលើនៅលើវីដេអូរបស់យើងទាញវាយើងចង់បានធំទាញវាធំមកចង់បានតូចព្រោះវាតូចមកឡើយទាញឲ្យធំតិចមកព្រោះអីវាអក្សរវាតិចអញ្ចឹងយើងយកមកដាក់កន្លែងពណ៌ខៀវយើងយកមកដាក់កន្លែងទាំងពណ៌ខៀវដែលយើងbackground របស់យើងហ្នឹងវាឥឡូវវាបានអក្សរហ្នឹងហើយពណ៌សហ្នឹងហើយ
ហើយឧទាហរណ៍ថាអក្សរនឹងដែរយើងអត់ចង់បានពណ៌សទេអក្សរវាចេញពណ៌សយើងចង់បានអក្សរនឹងពណ៌សចង់បានអក្សរទៅពណ៌ផ្សេងចុចកន្លែងការ៉េ4ជ្រុងពណ៌ពឹបម្ដងទៀតចុចកន្លែងការ៉េ4ជ្រុងអក្សរពណ៌នឹងពឹបមកវាចេញពណ៌ឲ្យយើងជ្រើសរើសអញ្ចឹងចង់ដាក់ពណ៌ក្រហមពឹបចុចគ្រីសពឹបអក្សររបស់យើងចេញពណ៌ក្រហមស្អាតអត់ឃើញអត់វាគឺងាយហើយចង់អាសេទៀតក៏បានដែរឧទាហរណ៍ថាខ្ញុំចង់អាសេតទៀតចង់អាសេតទៀតខ្ញុំអាសេ I love you ទៅចង់បាត់ហើយឃើញតែហ្នឹងបើយើងចង់ឲ្យអក្សរនឹងវែងយើងអូដូចគ្នាអញ្ចឹងអូដូចអូ color អញ្ចឹងយើងអូប៉ុណ្ណឹងអូមកឬក៏ចង់ចប់វីដេអូយើងអូឲ្យចប់តែពាក្យប៉ុណ្ណឹងបើយើងអត់សរសេរទៀតតែឧទាហរណ៍ថាយើងចង់សរសេរទៀតសរសេរតទៀតហ៎យើងត្រូវចុចតាមហ្នឹងឲ្យវានៅត្រឹមមកលឿងហ្នឹងផុតគ្នាមកអូខេអញ្ចឹងយើងចុចlayer ទៀតចុចកន្លែងសរសេរនឹងទៀតយើងចុចឧទាហរណ៍យើងចុចអីគេខ្ញុំសរសេរនេះឯងខ្ញុំសរសេរឲ្យងាយDo you love me Do you love me ខ្ញុំផ្សេងអញ្ចឹងញ៉ាំវាតមកទៀតយ៉ាវាតវីដេអូរបស់យើងចុចវាដើរតិចមកនេះវាចេញអក្សរមួយទៀតហើយយើងចុចកន្លែងអក្សររបស់យើងពប់មកយើងយកដៃរបស់យើងអូវាអូយើងដាក់នឹងតហ្នឹងហើយខ្ញុំដាក់តអញ្ចឹងអូខេយើងបានហើយយើងបានអក្សរហើយយើងអូវាខ្ញុំដាក់ទៀតអីចឹងដាក់ប៉ុណ្ណឹងបានហើយកុំឲ្យវាវីដេអូនឹងវែងពេកយើងចង់ដាក់អក្សរច្រើនយ៉ាងហ្នឹងក៏បានដែរចង់សេអីក៏បានដែរសេប៉ុណ្ណាក៏បានដែរហើយទៅ Do you love me Do you love me ចង់ដូរពណ៌គឺយើងដូរដូចមុនមិញអញ្ចឹងហើយទៅនេះចាំមើលវីដេអូរបស់យើងអូទៅណាក៏បានដែរយើងអូចង់ទៅមើលអក្សររបស់យើងនេះយើងចុចឲ្យវាដើរវីដេអូហ្នឹងចាប់មួយវាចូលមួយទៀតដែរឃើញអត់ចូលអក្សរមួយទៀតហើយនៅពេលដែលយើងដាក់បែបហ្នឹងហើយមួយទៀតនៅពេលដែលយើងចង់ដាក់ខាងលើម្ដងយើងចង់ដាក់អក្សរខាងលើនៅផ្ទាំងខាងលើរបស់យើងទៅចុច layer ទៀតយើងចុចអក្សរ T ដដែលហ្នឹង tick សេហ្នឹងដដែលហ្នឹងអញ្ចឹងមកយើងទៅសេទៀតសេអីក៏បានដែរយើងចង់សេអីក៏បានដែរខ្ញុំសេពាក្យងាយ I love you ចេញទៀតហើយឃើញអត់ខ្ញុំដាក់ខាងលើម្ដងហ្នឹងខ្ញុំនេះហ่าយើងអូសវាមកអូសក្រោយមកឲ្យស្មើនឹងI love you ក្រោមនេះយើងដាក់ក្រោមមកលើវាស្មើគ្នាខ្ញុំអូហ្នឹងសិនខ្ញុំអត់តន់តែដាក់ពណ៌ខ្ញុំអត់តន់តែទាញខ្ញុំអូសវាស្មើគ្នាមកធ្វើអីមុនក៏បានដែរអូខេឲ្យស្មើគ្នាអញ្ចឹងហើយខ្ញុំទៅព្រិចអក្សររបស់ខ្ញុំទាំងខ្ញុំដាក់លើខ្ញុំដាក់ដល់ Kind Master ព្រោះ Kind Master ទៅកាត់ចោលខ្ញុំដាក់ដល់ Kind Master ព្រោះខ្ញុំទៅ crop វីដេអូ Kind Master ចោលម្ដងទៀតអញ្ចឹងគឺយើងដាក់បែបហ្នឹងហើយយើងចង់បានពណ៌អីគេយើងអាចចង់បានអក្សរពណ៌ហ្នឹងហើយយើងអាចដាក់ដូចអាក្រោមអញ្ចឹងដាក់តវីដេអូយើងដាក់ត្រឹមណាគឺយើងឈប់ត្រឹមនោះយើងតត្រឹមហ្នឹងទៅបើយើងខ្ជិលឥឡូវខ្ញុំខ្ជិលដូរពណ៌ប៉ុណ្ណឹងបានហើយទៅវីដេអូហ្នឹងខ្ញុំអូសវាឲ្យពេញហ្មងខ្ជិលតទៀតខ្ញុំខ្ជិលតទៀតអញ្ចឹងដាក់ប្រហែលណាអូពេញតែម្ដងពេញក្រមដូចស្ទើរដាក់វាស្មើនឹងវីដេអូយើងមកអូខេឥឡូវវីដេអូរបស់យើងរួចរាល់ហើយយើងឡើងចង់បានអីទៀតហើយវាប៉ុណ្ណឹងគឺបានហើយយើងសេអក្សរក៏បានហើយយើងដូរពណ៌យើងនិយាយទៅបានគ្រប់ហើយយើងធ្វើម៉េចដើម្បីបានវីដេអូនឹងចេញទៅយើងចុចអាខាងលើសញ្ញាព្រួយហ្នឹងយើង down វាចុចប៉ប់មកវាចេញសញ្ញា down នេះ down ចុច down ប៉ប់មកចុចexport មិញទៅបាត់ហើយក្រោយវិញចុច export ហ្នឹងមកប៉ប់តមកវាចេញសញ្ញាព្រួយ skip លើហ្នឹងសញ្ញាព្រួយហ្នឹងចុចលើសញ្ញាព្រួយហ្នឹងប៉ប់គឺវីដេអូយើងគឺកំពុងតែ down ហើយ
ហើយនៅពេលវាដោនផងដែរយើងអត់ប៉ះវាកាលណាប៉ះវាអាចនឹងបាត់ហ្នឹងខ្ញុំគ្រាន់តែឧទាហរណ៍មើលហើយបន្តមកទៀតចាំឲ្យវីដេអូនឹងចប់ហ្មងយូរគាត់មើលទៅចប់មើលទៅវាយូរខ្លាំងមិនបាច់ចាំខ្ញុំគ្រាន់ឧទាហរណ៍មើលបន្តមកទៀតហ្នឹងហើយយើងចុចទៅថយក្រោយវិញទៅមើលថាវីដេអូរបស់យើងបានហើយនៅយើងចុចទៅកន្លែងរូបភាពធម្មតាយើងចុចទៅកន្លែងរូបភាពធម្មតាហ្នឹងហើយរូបភាពធម្មតាយើងចុចកន្លែងអាល់ប៊ុមចុចកន្លែងអាល់ប៊ុមនោះមកបើសិនវីដេអូយើងដោនមកបានហើយគឺវានៅក្នុងអាល់ប៊ុមហ្នឹងហើយវានៅក្នុងហ្នឹងយើងមើលទៅឃើញខ្ញុំអត់ដោនយកមកហើយប៉ុន្តែនេះវីដេអូដែលខ្ញុំដោនមុនមកនេះវាឃើញបាត់ហើយឃើញបែបហ្នឹងយើងដោនមកហើយនេះវីដេអូរបស់ខ្ញុំអញ្ចឹងខ្ញុំដោនហើយដោនហើយឃើញហើយបន្តមកទៀតយើងទៅគ្រាប់វីដេអូម្ដងនេះយើងចុចមកមានណាគ្រាប់វីដេអូហ្នឹងយើងចុចលើគ្រាប់វីដេអូហ្នឹងមកព្រោះយើងទៅកាត់វីដេអូហ្នឹងចោលទៀតហើយខ្ញុំចុចគ្រាប់វីដេអូហ្នឹងមកខ្ញុំចុចនេះវីដេអូមួយណានៅ KineMaster មានអញ្ចឹងខ្ញុំរកមើលវីដេអូមួយណានៅ KineMaster នេះវីដេអូខ្ញុំយកវីដេអូកែមខ្ញុំនៅវាជាប់ KineMaster ខ្ញុំចុច start នេះ editing ខ្ញុំចុចហ្នឹងមកខ្ញុំចុចយកវីដេអូមួយណាក៏បានដែរប៉ុន្តែខ្ញុំចង់យកវីដេអូដែលជាប់ KineMaster ពីព្រោះយើងទៅកាត់ KineMaster ចោលពេលអញ្ចឹងទៅវាជាប់ KineMaster អញ្ចឹងយើងចុច start edit ហ្នឹងមកវាចេញអញ្ចឹងហើយវាចេញរូប KineMaster រូបអីអញ្ចឹងមកយើងចុចនេះកន្លែង crop នេះគេដាក់4ជ្រុងវានេះគេឲ្យយើងកាត់នេះយើងចុចអញ្ចឹងមកវាចេញនេះឲ្យយើងកាត់ហើយយើងចង់កាត់ប៉ុណ្ណានេះអញ្ចឹងយើងកាត់ឲ្យស្មើនឹងវីដេអូរបស់យើងដែលយើងចង់បានដើម្បីឲ្យវាពេលយើងនេះទៅវារីកនេះយើងកាត់អញ្ចឹងទៅកុំឲ្យយើងឃើញ KineMaster ពីព្រោះនេះខ្ញុំអត់យក KineMaster អញ្ចឹងមកវាជាប់ KineMaster ខ្ញុំកាត់ចោលយើងកាត់ប៉ុណ្ណឹងហើយយើងចុចដានមកវាលោតអញ្ចឹងហើយតែខ្ញុំអត់យកទេគឺយើងកាត់បែបហ្នឹងពេលដែលយើងកាត់ហើយគឺរូបភាពរបស់យើងអាចទៅមើលនៅកន្លែងរូបភាពដដែលហ្នឹងចុចកន្លែងអាល់ប៊ុមចុចអញ្ចឹងមកហ្នឹងគឺជារូបភាពដែលយើងកាត់ហើយដូចខ្ញុំអញ្ចឹងនេះរូបភាពខ្ញុំកាត់ហើយវាបាត់ KineMaster បាត់អីអស់ហើយឃើញអត់វាបាត់ KineMaster វានៅតែវីដេអូពេញឯងវាអត់មាន KineMaster ហើយវានៅតែរូបភាពពេញអញ្ចឹងហ្នឹងហើយប៉ុណ្ណឹងហើយមួយទៀតយើងចង់តាំងរូបនៅលើវីដេអូយើងត្រូវរូប Canva យើងត្រូវ Canva ហ្នឹងអញ្ចឹងយើងត្រូវចូលទៅ KineMaster ដដែលអូខេយើងចូលទៅ KineMaster ទៀតខ្ញុំប្រាប់ឲ្យចប់ពីវិធីរបស់ខ្ញុំតែម្ដងយើងចុចមក KineMaster ទៀតខ្ញុំចុចយកវីដេអូរបស់ខ្ញុំនិងវីដេអូយើងកាត់មិញហ្នឹងហើយវីដេអូមួយហ្នឹងហើយបន្តមកទៀតខ្ញុំចង់ដាក់តាំងរូបខ្ញុំអាចចុចទៅ media ខ្ញុំចង់ដាក់តាំងរូបនៅលើវីដេអូយើងឲ្យមើលទៅស្អាតប្លែកខ្ញុំចូលទៅយកកន្លែងក្របវីដេអូ mobile download វានៅកន្លែងណាអញ្ចេះអូនេះវានៅកន្លែង Canva នេះ Canva កន្លែងយើងទៅកាត់វីដេអូនេះយើងចង់ដាក់វីដេអូឲ្យយើងឲ្យមើលទៅគឺតាក់ទាញអញ្ចឹងនេះឧទាហរណ៍ខ្ញុំចង់ដាក់ឧទាហរណ៍នេះខ្ញុំចង់ដាក់រូបហ្នឹងខ្ញុំចង់ដាក់រូបនេះក្មួយខ្ញុំគាត់ហូបតកៅដួងពេលអញ្ចឹងចង់ដាក់រូបហ្នឹងនៅលើវីដេអូរបស់យើងខ្ញុំដាក់អញ្ចឹងមកចេញរូបហ្នឹងហើយចេញរូបនឹងក្បាលវីដេអូរបស់យើងតែបន្តទៀតបានចេញរូបអញ្ចឹងនឹងយើងចង់ដាក់រូបអីក៏បានដែរយើងដាក់អញ្ចឹងមកអានឹងខ្ញុំឧទាហរណ៍ទេវាអត់ត្រូវយកតកៅមកដាក់រូបមួយធម្មជាតិអត់ត្រូវទេប៉ុន្តែហ្នឹងគឺជាឧទាហរណ៍របស់ខ្ញុំឯងខ្ញុំឧទាហរណ៍មើលហើយទៅហ្នឹងប៉ុណ្ណឹងយើងដាក់យកពី Canva ហ្នឹងយើងទៅអាហ្នឹងមិនមែន Canva មើលទៅរូបហ្នឹងប្រហែលជារូបធម្មតា Canva យើងត្រូវដាក់រូបអីផ្សេងទៀតឧទាហរណ៍មួយទៀតយើងចុចទៅកន្លែង media រូបភាពវិញអត់ដែរខ្ញុំចុចទៅកន្លែង Canva នេះរូបភាពកន្លែង Canva ហ្នឹងគឺកន្លែងយើងកាត់នេះឧទាហរណ៍ថាយើងចង់កាត់នេះរូបបែបនេះ
វែងវីដេអូលុបវិញចូលរូបទៅយកវីដេអូ Canva នេះរូបនេះខ្ញុំចង់ដាក់រូបនឹងកញ្ញានេះរូបដែលយើងទៅ Canva យើងទៅ Canva យើងសរសេរយើងដាក់អក្សរដាក់អីនៅកន្លែង Canva នេះយើងកាត់ដាក់រូបមកមើលទៅតាក់ទាញអញ្ចឹងឲ្យគេចង់មើលអីអញ្ចឹងហើយទៅប៉ុណ្ណឹងពេលដែលបានហើយបែបនេះយើងដាក់ទៅរូបបានហើយព្រោះយើងកាត់ហើយអីហើយវីដេអូនេះយើងកាត់ហើយអីហើយអញ្ចឹងយើងចុច down ទៅយើងចុចសញ្ញាព្រួយដដែលនឹងមក export នឹងមក skip នឹងមកសញ្ញាព្រួយនឹងមកគឺវា down ហើយអញ្ចឹងមក down ខ្ញុំគាត់ទៅឧទាហរណ៍អញ្ចឹងវីដេអូហ្នឹងគឺត្រូវបានចប់ហើយហ្នឹងគឺជាវិធីបែបងាយស្រួលគឺងាយស្រួលហើយយើងអាចធ្វើបានទាំងអស់គ្នាអញ្ចឹងយើងទៅរៀនធ្វើទាំងអស់គ្នាហើយកុំភ្លេចជួយ like page សៃសមួយផងសៃសគឺបង្កើត page នឹងឡើងគឺចង់បង្រៀនដល់អ្នកដែលមិនចេះគឺឲ្យចេះនាងខ្ញុំក៏មិនចេះអីណាដែរតែគាត់ថាអ្នកដែលមិនចេះសោះនាងខ្ញុំចេះតិចគឺអាចបង្រៀនអ្នកដែលមិនចេះសោះតែម្ដងអញ្ចឹងគឺបាយបាយសម្រាប់វីដេអូមួយនេះអរគុណសម្រាប់ការមើលវីដេអូរបស់ស្រីស